ទៅបន់សុំសេចក្តីសុខពីពុទ្ធនឹងខុសឬត្រូវចម្លើយអឺព្រះពុទ្ធប្រាប់ពីមូលហេតុនៃសេចក្តីសុខគឺការសាងអំពើល្អបុណ្យកុសលបើចង់បានសុខត្រូវខិតខំសាងអំពើល្អឲ្យបានច្រើនការគោរពថ្វាយបង្គំចំពោះព្រះសម្មាសម្ពុទ្ធក៏ជាបុណ្យកុសលមួយដែរគឺបុណ្យគោរពបូជាចំពោះបុគ្គលដែលគួរគោរពបូជាហើយបុណ្យនោះនាំមកនៅសេចក្តីសុខតែព្រះពុទ្ធមិនអាចប្រគល់សេចក្តីសុខដល់អ្នកដោយអ្នកមិនបានខិតខំសាងហេតុដោយខ្លួនឯងឡើយចឹងណាញាតិញោម